ដើមចេញពីអ្នកលក់កាហ្វេនិងតែក្រូចឆ្មានៅក្នុងផ្សារអូរិស័យកាលពីជំនាន់ឆ្នាំកៅជាងអ៊ំប្រុសអ៊ំស្រីគឺទទួលបានការគាំទ្រច្រើនមែនតើកាលពីជំនាន់ហ្នឹងគឺរត់ខ្វាញ់ដៃខ្វាញ់ជើងណាហើយកូននៅតូចអញ្ចឹងក៏គាត់សម្រេចចិត្តឈប់មួយរយៈប៉ុន្តែឥឡូវនេះគឺគាត់មកបើកលក់ជាលក្ខណៈ Fur សូរិយាវិញឲ្យពុកម៉ែប្អូនហើយសម្រាប់រសជាតិវិញគឺថាស្នាដៃជើងចាស់ចេញមកគឺអត់ច្រឡំគេទេឆ្ងាញ់លេខ1គ្មាន2ហ្មងសម្រាប់ទីតាំង Two Sister ទៅនេះគឺស្ថិតនៅបណ្ដោយផ្លូវ1003ឆ្ពោះទៅ Eon 2ទល់មុខជាមួយនឹងសាលា Golden Gate ដែលមានឈ្មោះថា Fur សូរិយាសម្រាប់ពុកម៉ែបងប្អូនដែលជាមួយ Fur សូរិយាអីគឺអាចទៅញ៉ាំនៅត្រឹម Eon 2សែនសុកយើងនឹងបានព្រោះដោយសារតែគាត់មកបើកលក់នៅនេះគឺខ្ទង់2ឆ្នាំជាងហើយពុកម៉ែបងប្អូនហើយនៅកន្លែងគាត់គឺលក់ដាច់មែនតើសម្រាប់សាច់នេះបើតាម Two Sister សាកសួរទៅគឺក្នុងមួយថ្ងៃគឺគាត់លក់អស់ខ្ទង់10គីឡូជាងហើយបើសម្រាប់សាច់គោស្រស់វិញគឺមួយថ្ងៃចន្លោះពី4ទៅ5គីឡូខាងនេះគឺជាទឹកស៊ុបរបស់គាត់ពុកម៉ែបងប្អូនសម្រាប់ទឹកស៊ុបគឺមានចំណុចពិសេសច្រើននៅខាងក្នុងហ្នឹងគឺគាត់មានដាក់ជាមួយនឹងពោចកាក់ក៏ដូចជាថ្នាំចិនអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺជួយសុខភាពមែនតើហើយនៅកន្លែងគាត់និយាយទៅគឺលក់ដាច់មែនតើហើយនៅទីនេះគឺគាត់មានបើកលក់ចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង7យប់អញ្ចឹងចន្លោះពេលហ្នឹងអ្នកនៅខាង Eon 2សែនសុកអីហ្នឹងគឺថាកុំភ្លេចឈៀងចូលញ៉ាំ Fur នៅនេះផងគឺថារសជាតិរបស់គាត់ឆ្ងាញ់ហើយសម្រាប់តម្លៃវិញ Fur ធម្មតាហ្នឹងដូចជាមួយចាន11000ហើយបើថាយកចានពិសេសគឺ16000ពុកម៉ែបងប្អូន$4ហើយគាត់មានថែមជាមួយនឹងពងមាន់ក៏ដូចជាខួរនៅខាងក្នុងហ្នឹងទៀតនិយាយទៅគឺថារសជាតិឆ្ងាញ់តែម្ដង Twister recommend យក Fur ពិសេសគឺថាមួយចានហ្នឹងដាក់មកមិននឹងពោះតែម្ដងហើយក្រៅពីហ្នឹងក៏គាត់មានលក់ជាប្រភេទបងបវេក៏ដូចជាបបរផ្សេងដែរប៉ុន្តែពេលដែល Twister ទៅហ្នឹងគឺផ្ដោតសំខាន់ទៅលើ Fur ក៏ដូចជាបងបវេរបស់គាត់ណាសម្រាប់រសជាតិឆ្ងាញ់ហើយចំណុចពិសេសមួយទៀតហ្នឹងគឺជាប្រភេទខួរឆ្អឹងនេះពុកម៉ែប្អូនសម្រាប់ខួរឆ្អឹងមួយចានហ្នឹងគឺគាត់យកចេញពីឆ្អឹងគោប្រហែលជាខ្ទង់20គីឡូជាងបានតែមួយចានហ្នឹងទេអញ្ចឹងសម្រាប់ពុកម៉ែប្អូនដែលចង់ទៅញ៉ាំអីតថាទៅរៀងលឿនតិចទៅយឺតអីគឺអស់ហ្មងហើយគាត់ក៏មានលក់ជាប្រភេទកាហ្វេក៏ដូចជាតែក្រូចឆ្មាដែរសម្រាប់កាហ្វេនៅកន្លែងគាត់គឺឆ្ងាញ់ពុកម៉ែប្អូនតែក្រូចឆ្មាក៏ដូចគ្នាដែរនិយាយទៅគឺរសជាតិឆ្ងាញ់តែម្ដងគឺជាអាជីវកម្មដំបូងដែលគាត់បានចាប់ផ្ដើមនៅក្នុងឆ្នាំកៅជាងនៅក្នុងផ្សារអូអាស័យការជំនាន់ហ្នឹងគឺលក់ដាច់មែនទែនរត់ខ្វាញ់ដៃខ្វាញ់ជើងតែដោយសារតែអត់មានអ្នកជំនួសដៃជំនួសជើងក៏គាត់សម្រេចឈប់មួយរយៈប៉ុន្តែឥឡូវនេះគឺគាត់បើកវិញហើយពុកម៉ែប្អូនគឺមកគប់ជាមួយនឹង Fur សូរិយានេះនិយាយទៅគឺថាកាហ្វេតែក្រូចឆ្មានៅកន្លែងគាត់ឆ្ងាញ់ហើយសម្រាប់ Fur វិញគឺរសជាតិឆ្ងាញ់ហ្មងគឺចេញមកបែបជើងចាស់គេថាខ្ញីកាន់តែចាស់កាន់តែហឹលអញ្ចឹងស្នាដៃជើងចាស់កាន់តែយូរគឺកាន់តែឆ្ងាញ់ហ្មងហើយសម្រាប់ Fur ពិសេសដែល Twister កំងនេះគឺមួយចាន16000ពុកម៉ែប្អូនដែលគាត់មកជាមួយនឹងឆ្អឹងស៊ុបក៏ដូចជាពងមាន់មុននឹងហើយខាងនេះគឺជាបងបវេសម្រាប់បងបវេរបស់គាត់នឹងចំណុចពិសេសគឺទៅលើទឹកជ្រលក់ទឹកកាពិនេះពុកម៉ែប្អូនសម្រាប់ទឹកកាពិរបស់គាត់នឹងគឺអត់សូវជាធំក្លិនដិតខ្លាំងទេអញ្ចឹងសម្រាប់អ្នកដែលអត់សូវចូលចិត្តអាធំក្លិនកាពិខ្លាំងហ្នឹងគឺអាចទៅញ៉ាំនៅកន្លែងគាត់បានហើយរសជាតិវិញគឺសម្រាប់ Twister មានតែពាក្យថាឆ្ងាញ់ទេព្រោះដោយសារនៅកន្លែងគាត់គឺឆ្ងាញ់ហើយបូករួមជាមួយនឹងបទពិសោធន៍របស់គាត់ចំណាស់និយាយទៅគឺយូរមែនតើហើយសម្រាប់ពុកម៉ែប្អូនដែលកំងជាប្រភេទ Fur ហ្នឹងក៏គាត់មាន free ជាមួយនឹងតែតកឲ្យមួយកែវដែរអញ្ចឹងសម្រាប់វីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអាចអញ្ជើញទៅសាកញ៉ាំបានហើយសម្រាប់ហាង Fur សូរិយានៅសាខាសែនសុកនេះគឺគាត់បើកលក់ធម្មតាអញ្ចឹងកុំភ្លេចទៅញ៉ាំទាំងអស់គ្នាបាយ